អាជីវករផ្សារសមុទ្រទឹកសាបឃុំឆ្នុកទ្រូសុំឲ្យអាជ្ញាធរស្រុកខេត្តឲ្យអាជីវករលក់ក្រៅផ្សារចូលលក់ក្នុងផ្សារវិញផងព្រោះអ្នកខាងក្នុងលក់មិនដាច់អាជីវករផ្សារសមុទ្រទឹកស្អាតឃុំឆ្នុកទ្រូស្រុកបរិបូរខេត្តកំពង់ឆ្នាំងជាង150តូបនាព្រឹកថ្ងៃទី24ខែមិថុនាឆ្នាំ2025នេះបានស្នើសុំអាជ្ញាធរស្រុកនិងអាជ្ញាធរខេត្តជួយរៀបចំសម្ដាប់ធ្នាប់មុខផ្សារឲ្យអាជីវករមួយចំនួនលក់ខាងមុខផ្សារនេះចូលមកលក់ដូរក្នុងផ្សារថ្មីផងព្រោះការលក់ដូរបែបអនាធិបតេយ្យនេះធ្វើឲ្យបាត់បង់សម្ដាប់ធ្នាប់សភនភាពនិងបរិស្ថានរួមទាំងការលក់បាំងអ្នកលក់ដូរនៅខាងក្នុងផ្សារផងដែរអាជីវករលក់នៅក្នុងផ្សារសមុទ្រទឹកសាបបានថ្លែងថាមកដល់ពេលនេះអ្នកស្ម័គ្រចិត្តចូលមកលក់ក្នុងផ្សារនេះប្រមាណ150តូបហើយពួកគាត់បានចូលមកលក់រយៈពេល5ឆ្នាំហើយប៉ុន្តែការលក់ដូរមិនដំណើរការទៅមុខសោះដោយសារតែអាជីវករមួយចំនួនលក់បាំងពីមុខអស់មិនព្រមចូលមកលក់ក្នុងផ្សារនិងបានរំលោភយកដីមុខផ្សារនិងតាមដងផ្លូវលេខ 52C ធ្វើជាតូបលក់ដូរអចិន្ត្រៃយ៍នាំឲ្យបាត់បង់សម្ដាប់ធ្នាប់សោភ័ណភាពនិងបរិស្ថានដោយមានសម្រាមពាសវាលពាសកាលពិសេសធ្វើឲ្យប៉ះពាល់ដល់ការលក់ដូរនិងជីវភាពអាជីវករដែលលក់នៅក្នុងផ្សារខ្លាំងបំផុតកន្លងមកមានការរៀបចំសម្ដាប់ធ្នាប់បានធ្វើឡើងជាច្រើនលើកពីរដ្ឋបាលឃុំឆ្នុកទ្រូតែពុំមានប្រសិទ្ធភាពឡើយព្រោះពួកគេមិនបានស្ដាប់នៅការរៀបចំរបស់អាជ្ញាធរឃុំឡើយអាជីវករលក់នៅក្នុងផ្សារទាំងអស់ស្នើសុំឲ្យអាជ្ញាធរស្រុកនិងខេត្តជួយរៀបចំសម្ដាប់ធ្នាប់សោភ័ណភាពនិងបរិស្ថានឡើងវិញនិងស្នើសុំឲ្យប្រើប្រាស់វិធានការរដ្ឋបាលផងដែរលោកសាំងកំសុនមេឃុំឆ្នុកទ្រូបានឲ្យដឹងថាកន្លងមកអាជ្ញាធរឃុំបានចុះរៀបចំសម្ដាប់ធ្នាប់សោភ័ណភាពបរិស្ថានជាច្រើនដងដើម្បីឲ្យអាជីវករចូលលក់ដូរក្នុងផ្សារសមុទ្រទឹកសាបតែពុំទទួលបានជោគជ័យឡើយការរៀបចំធ្វើឡើងលើក្រោយនេះនឹងត្រូវអនុវត្តវិធានការរដ្ឋបាលហើយដោយមានការចូលរួមពីអាជ្ញាធរស្រុកខេត្តរួមនឹងមន្ទីរជំនាញពាក់ព័ន្ធផងដែរ